សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា3ប្រទេសកម្ពុជាឡាវវៀតណាមលើកទី3ក្រោមមូលបត្រសុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពដោយមានការអញ្ជើញទទួលស្វាគមន៍ដោយឯកឧត្តមចៅបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានាព្រឹកថ្ងៃទី28ខែតុលាឆ្នាំ2025កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា3ប្រទេសកម្ពុជាឡាវវៀតណាមលើកទី3ដែលប្រារព្ធនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានាឱកាសនេះមានការយាងនិមន្តនិងអញ្ជើញពីសំណាក់សម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំលីមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចជាអង្គម្ចាស់សម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមបណ្ឌិតគវៀនហៃជុងអនុរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិនិងសាសនានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះតេជគុណថេចវិថុងព្រះអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិនិងជាព្រះប្រធានគណៈកម្មាធិការមជ្ឈិមកិច្ចការនីតិកម្មនៃព្រះពុទ្ធសាសនាវៀតណាមឯកឧត្តមបណ្ឌិតខឿងខឹមកៅនូច័ន្ទអនុរដ្ឋមន្ត្រីនិងជានាយករងទីស្តីការនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងព្រះតេជគុណថាវ័នតផនប៉ាសឺតជំនួយការព្រះប្រធានស្តីទីសមាគមព្រះពុទ្ធសាសនាមជ្ឈិមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឯកឧត្តមលោកជំទាវតំណាងអង្គទូតតំណាងក្រសួងស្ថាប័នជាតិនិងអន្តរជាតិឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថាជាមោទនភាពរបស់ប្រទេសនិងប្រជាជនកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីសូមគោរពចូលរួមសម្ដែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំគណៈប្រតិភូនិងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដ៏មានសារៈសំខាន់ជាតម្លៃនៃប្រវត្តិសាស្ត្រកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានបដូវេនធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពឯកឧត្តមចៅបូរិនបានមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការពហុភាគីនៃស្ថាប័នគ្រប់គ្រងព្រះពុទ្ធសាសនានៃប្រទេសទាំង3គឺ1ក្រសួងធម្មការនិងសាសនានិងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា2ក្រសួងមហាផ្ទៃគណៈកម្មាធិការសាសនាបច្ចុប្បន្នជាក្រសួងកិច្ចការជនជាតិនិងសាសនានិងសមាគមព្រះពុទ្ធសាសនានៃសាធារណរដ្ឋសង្គមនិយមវៀតណាម3ក្រសួងមហាផ្ទៃនិងសមាគមព្រះពុទ្ធសាសនានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានពិភាក្សានឹងឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា3ប្រទេសបដូវវេនហើយរហូតមកទល់បច្ចុប្បន្ននេះកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបានរៀបចំឡើងចំនួន3លើករាប់ទាំងលើកនេះដោយលើកទី1ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2018នៅទីក្រុងវៀងច័ន្ទសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្រោមមូលបត្រការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងនិងសាមគ្គីភាពជាប្រពៃណីរបស់ស្ថាប័នគណៈសង្ឃព្រះពុទ្ធសាសនាទាំង3ប្រទេសកម្ពុជាឡាវវៀតណាមក្នុងការធ្វើសមាហរណកម្មក្នុងតំបន់និងអន្តរជាតិលើកទី2ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី26ខែធ្នូឆ្នាំ2023នៅទីក្រុងហូជីមីញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមមូលបត្រទស្សនវិស័យព្រះពុទ្ធសាសនាស្ដីពីការថែរក្សាបរិស្ថាននិងការថែរក្សាពិភពលោកប្រកបដោយចីរភាពនិងលើកទី3នេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី28ខែតុលាឆ្នាំ2025នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាក្រោមមូលបត្រសុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពដែលកិច្ចប្រជុំកំពូលនេះពិតជាមានសារៈសំខាន់មិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើននៃការគោរពនិងប្រតិបត្តិព្រះពុទ្ធសាសនាប៉ុណ្ណោះទេថែមទាំងបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដែលអ្នកកាន់ព្រះពុទ្ធសាសនាត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីចូលរួមចំណែកដល់ការកសាងសន្តិភាពនិងការកសាងភាពសុខដុមរមនានៅក្នុងសង្គមតាមរយៈពុទ្ធមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះពុទ្ធសាសនានៃប្រទេសនីមួយៗឯកឧត្តមចៅបូរិនបានលើកឡើងថាក្រោយរំដោះ7មករា1979រំដោះប្រជាជននិងប្រទេសជាតិឲ្យរួចផុតពីការកាប់សម្លាប់របស់របបប៉ុលពតនិងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពក្នុងការប្រតិបត្តិជំនឿសាសនាក្រោយការស្ដារឡើងវិញក្រោមនយោបាយឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីហើយ
បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានបិទបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរទាំងស្រុងនៅឆ្នាំ1998កម្ពុជាមានសុខសន្តិភាពពេញលេញទៅប្រទេសជាតិយើងមានកាលានុវត្តភាពសម្រាប់កសាងនិងអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះវិស័យធម្មការនិងសាសនាត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់បន្តមកដល់នីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពទន់ភ្លន់ម៉ឺងម៉ាត់ប្រកបនិយមរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅតែបន្តរក្សាបានយ៉ាងគត់មុតនៅឯករាជ្យសន្តិភាពបូរណភាពទឹកដីស្ថិរភាពនយោបាយសន្តិភាពសាធារណៈសុវត្ថិភាពសង្គមនិងការអភិវឌ្ឍទោះបីស្ថិតក្នុងបរិបទនៃតំបន់និងពិភពលោកកំពុងប្រឈមនឹងសង្គ្រាមអំពើហិង្សានិងការប្រឈមដទៃទៀតសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនបានមានប្រសាសន៍ថាតាំងនាមប្រជាជនកម្ពុជាទូទាំងប្រទេសសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាពជានិរន្តរ៍រវាងកម្ពុជាថៃនិងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានសម្របសម្រួលស្វែងរកសន្តិភាពនេះនិងថ្នាក់ដឹកនាំអាស៊ានចិននិងប្រទេសដៃគូនានាផងដែរសម្ដេចបានបញ្ជាក់ថាកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា3ប្រទេសលើកទី3នេះរៀបចំឡើងចំពេលដែលពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងវិបត្តិជាច្រើនដូចជាចំនួនប្រដាប់អាវុធសង្គ្រាមសេដ្ឋកិច្ចការបម្រែបម្រួលអាកាសធាតុភាពឡើងកម្ដៅនៃភូមិសាស្ត្រនយោបាយភាពផុយស្រួយនៃចំនួនសាសនាការបំពុលបរិស្ថានជំងឺឆ្លងនិងគម្លាតសង្គមធ្វើឲ្យមនុស្សរស់នៅមិនមានភាពចុះសម្រុងនិងមិនយោគយល់គ្នាព្រមទាំងបង្កភាពរាំងស្ទះដល់ការរីកចម្រើនរបស់សង្គមហើយវិបត្តិទាំងនោះបានក្លាយជាបញ្ហារួមនៅក្នុងសង្គមក៏ដូចជាក្នុងតំបន់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមសេដ្ឋកិច្ចនិងវិស័យសាសនាទៀតផងព្រះពុទ្ធសាសនាគឺជាមាគ៌ាដ៏សំខាន់ក្នុងការបង្កើតនិងរក្សាសន្តិភាពតាមរយៈការផ្ដល់ឱវាទដោយផ្អែកលើព្រហ្មវិហារធម៌និងមាគ៌ាកណ្ដាលដែលអាចជួយបុគ្គលគ្រួសារនិងសង្គមប្រកាន់យកនៅវប្បធម៌អហិង្សាការគោរពអធ្យាស្រ័យយោគយល់គ្នាខ្ពស់ការប្រកាន់យកនៅសីលធម៌រស់នៅល្អសុខដុមរមនាដែលជាឧបករណ៍ចាំបាច់សម្រាប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាដែលដឹកនាំពោពេញដោយធម្មពលឆន្ទៈមុតស្រួចនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលផ្ដោតសំខាន់ទៅលើមនុស្សទឹកផ្លូវភ្លើងនិងបច្ចេកវិទ្យាហើយមុំមួយក្នុងចំណោមមុំនៃបញ្ចកោណទាំង5គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្នដែលផ្ដោតសំខាន់លើការធ្វើឲ្យពលរដ្ឋមានសីលធម៌គុណធម៌និងសុជីវធម៌ហើយថែមទាំងមានវិន័យព្រមទាំងការទទួលខុសត្រូវខ្ពស់ប្រកបដោយមនសិការស្នេហាជាតិនិងភក្ដីភាពចំពោះអត្តសញ្ញាណខ្មែរលើសពីនេះទៀតកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិរក្សនិងការអភិវឌ្ឍវិស័យសាសនាមានជាអាច1គោរពសេរីភាពខាងជំនឿនិងធ្វើប្រតិបត្តិខាងផ្លូវសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងគាំទ្រការគោរពប្រតិបត្តិសាសនាផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា2ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនាជាតិសាសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា3បន្តពង្រឹងនិងពង្រីកពុទ្ធិកសិក្សាគ្រប់កម្រិតវិស័យសាសនានៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងហើយអាចរស់នៅរួមគ្នាប្រកបដោយភាពសុខដុមរមនាសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនសង្ឃឹមថាតាមរយៈកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា3ប្រទេសកម្ពុជាឡាវវៀតណាមលើកទី3ក្រោមមូលបត្រសុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពគឺជាធាតុចូលដ៏សំខាន់សម្រាប់ជំរុញឲ្យសង្គមមានសន្តិភាពវិបុលភាពនិងភាពរុងរឿងទៀតផង